បានលោកប្រាប់ថាឥឡូវបងរកកន្លែងសម្រាប់សិនចាំអាត្មាជួយតាមបែបពុទ្ធសាសនាលោកក៏ទៅបិណ្ឌបាតអ្នកស្រុកបានចង្ហាន់មកយកមកវេប្រគិនភិក្ខុសង្ឃទាំង12អង្គជាតេខេណានុបទានលោកម្ចាស់ឲ្យសូមទទួលចង្ហាន់ពុកបណ្ដាយខ្ញុំព្រះអង្គដែលអនិច្ចធម៌ទៅគាត់នៅក្នុងទីណាសូមឲ្យទទួលកុសលនេះសោយសម្បត្តិទឹកចុះស្រាប់តែកើតជាអាហារទឹកដល់ឪពុកដល់ម្ដាយដល់បងក្នុងពេលនោះស្រាប់តែមកប្រកាសសុំទៀតបង្ហាញខ្លួនទៀតលោកម្ចាស់ពួកយើងបានចំណីអាហារទឹកហើយប៉ុន្តែខ្លួនពួកយើងទៅទេឃើញខោអាវថ្មីយកមកដាក់លើខ្លួនទៅជារបស់ក្តៅរបស់ឆេះលោកម្ចាស់សូមជួយខ្ញុំផងលោកដឹងថាខ្វះចៃវរៈបច្ច័យខ្វះសម្លៀកបំពាក់លោកទៅដើរបិណ្ឌបាតបងស្បង់ស្បៃត្រៃជាពរខ្លះរើសពីកំណរសម្រាមខ្លះបោកគក់ជ្រលក់ដានដេធ្វើជាស្បង់ស្បៃត្រៃជាពរសពុតងូតសាកដកប្រគេនដល់ភិក្ខុសង្ឃក្នុងទីនោះឧទ្ទិសទៅឲ្យបងដល់ម្ដាយដល់ញោមស្រាប់តែបងប្អូនរបស់លោកហ្នឹងរួចបានចំណីអាហារហើយបានសម្លៀកបំពាក់ទឹកដូចទេវតាទៀតមកបង្ហាញខ្លួនមួយសាទៀតលោកម្ចាស់ពួកយើងបានសម្លៀកបំពាក់ជាទឹកបានចំណីអាហារបរិភោគក៏ប៉ុន្តែពួកយើងស្រេកទឹកឃើញទឹកទៅដងរីងអស់ឃើញទឹកទៅរកបាត់ទឹកអស់លោកដឹងថាខ្វះទឹកលោកដងទឹកដាក់ធម្មក្រក់ជាភេសជ្ជៈប្រគេនដល់ព្រះសង្ឃឧទ្ទិសទៅឲ្យបានដល់ឪពុកដល់ម្ដាយដល់បងក៏បានដូចចិត្តទៀតពួកទាំងនោះក៏មកបង្ហាញខ្លួនលើក្រោយទៀតថាលោកម្ចាស់ហើយពួកយើងនេះទៅណាមកណាវៀងដីសូមលោកម្ចាស់ជួយផងពួកយើងវៀងដីហើយពួកយើងអត់មានទីសេនាសនៈបានលោកធ្វើទីសេនាសនៈកសាងជាកុដិកសាងជាខ្ទមជាតូបប្រគេនភិក្ខុសង្ឃឧទ្ទិសឲ្យទៅក៏កើតជាទីសេនាសនៈទឹកដល់ពួកទេវតាទាំងនោះហើយលោកបានរកឆាប់រកស្បែកជើងដាក់ជាគ្រឿងធ្វើដំណើរឲ្យបានដល់ឪពុកដល់ម្ដាយដល់បងរបស់នឹងដូចយើងរៀបក្នុងគ្រឿងគេហៅថាគ្រឿងបន្លុងអញ្ចឹងណាស្រាប់តែបានកើតទៅជាយានជំនិះទឹកដល់ម្ដាយដល់ឪពុកដល់បងរួចកំណើតពីប្រែតបានសម្បត្តិដោយទេវធីតាទាំងអស់គ្នាជាទេវបុត្រទាំងអស់គ្នាមកបង្ហាញខ្លួនជាទេវបុត្រទេវធីតាថាលោកម្ចាស់ហើយពួកយើងខ្ញុំអរគុណណាស់ទាំងឪពុកទាំងម្ដាយទាំងបងប្អូនទាំងអស់នេះបានរួចពីកំណើតប្រែតឥឡូវនេះសោយសម្បត្តិទឹកក្នុងឋានដូចជាទេវបុត្រទេវធីតាមិនខ្វះមិនកលាស់ដោយ